នាងខ្ញុំសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាទីរាប់អាននារសៀលថ្ងៃនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5និងយុទ្ធភូមិភាគទី4នៅថ្ងៃទី9ខែធ្នូឆ្នាំ2025នេះសូមគូបញ្ជាក់ផងដែរថាភាគីថៃបានបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាកងយោធពលខេមរៈភូមិន្ទគោរពជានិច្ចនៅការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យរបស់កម្ពុជានិងគោរពនៅបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់និងការពារសុខសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ដោយសារសកម្មភាពដ៏កក្លឿនរបស់យោធាថៃដែលបានបើកការបាញ់ប្រហារមុននិងឈ្លានពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាកងកម្លាំងកម្ពុជាគ្មានជំរើសអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានខុសច្បាប់មកលើបូរណភាពទឹកដីរបស់កម្ពុជាដោយយោធាថៃដោយមានចែងនៅក្នុងមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងន័យនេះកងយោធពលខេមរៈភូមិន្ទបដិញ្ញាឥតងាករេក្នុងការការពារអធិបតេយ្យបូរណភាពទឹកដីនិងសុវត្ថិភាពរបស់ប្រជាជនប្រឆាំងនឹងអំពើឈ្លានពានដ៏កម្រោលនិងសាហាវឃោរឃៅរបស់ថៃមកលើកម្ពុជាក្រសួងការពារជាតិសូមគូបញ្ជាក់ផងដែរថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅរបស់យោធាថៃប៉ុណ្ណោះមិនមែនសំដៅដល់គោលដៅជនស៊ីវិលនិងទីកន្លែងស៊ីវិលនោះទេកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅការគោរពនិងអនុវត្តនៅរាល់កាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិនិងជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតទង្វើដ៏កម្រោលនិងខុសច្បាប់របស់ភាគីថៃនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដែលសហរដ្ឋអាមេរិកនិងចិនធ្វើជាសាក្សីនិងសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលជាកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់ឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC និងគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC នេះខ្ញុំសូមអនុញ្ញាតជម្រាបជូនអំពីស្ថានភាពនៅក្នុងយុទ្ធភូមិភាគទី5យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ចាប់តាំងពីវេលាម៉ោង 12:59 នាទីរំលងអាធ្រាត្រថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើងនៅភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ56បាត់បង់ជីវិតចំនួន2នាក់ដោយសារគ្រាប់ផ្លោងរបស់យោធាថៃនិងបន្តបាញ់ប្រហារនៅវេលាម៉ោង 4:58 នាទីរហូតដល់វេលាម៉ោង 5:25 នាទីយោធាថៃបានប្រើប្រាស់ drone ខ្នាតធំហោះស៊ើបការចូលក្នុងភូមិសាស្ត្រភ្នំត្រងោលនិងបានធ្វើសកម្មភាពបាញ់ផ្សែងពុលនៅក្នុងតំបន់នោះលុះមកដល់វេលាម៉ោង 5:30 នាទីនិងវេលាម៉ោង 6:10 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារដោយប្រើប្រាស់កាភ្លើងប្រភេទ 105 មីលីម៉ែត្រកម្លាំងថ្មើរជើងនិង drone ទម្លាក់គ្រាប់ពីលើទីតាំងអូភ្លុកដំរីគិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តធ្វើការបាញ់ប្រហារមិនទាន់ឈប់នៅឡើយទេនៅតាមទីតាំងមួយចំនួនផ្សេងទៀតនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ចាប់តាំងពីវេលាម៉ោង 7:15 នាទីយោធាថៃបានធ្វើសកម្មភាព
ប្រើសកម្មភាពយន្តហោះប្រភេទ F16 ក្នុងភូមិសាស្ត្របឹងត្រកួនបន្ទាប់មកយោធាថៃបានបាញ់ផ្លោងយ៉ាងខ្លាំងចូលក្នុងភូមិសាស្ត្របឹងត្រកួននិងពង្រីកទៅកាន់ទីតាំងផ្សេងទៀតរួមមានភូមិព្រៃច័ន្ទភូមិជោគជ័យខេត្តបន្ទាយមានជ័យនិងភូមិសាស្ត្រតាមបណ្ដោយព្រំដែននៃខេត្តពោធិ៍សាត់ស្ថានភាពនៅយុទ្ធភូមិភាគទី4ចាប់តាំងពីវេលាម៉ោង 4:45 នាទីទៀបភ្លឺរហូតដល់វេលាម៉ោង 3:00 នាទីរសៀលនេះនៅថ្ងៃទី 9 ខែធ្នូឆ្នាំ 2025 នេះយោធាថៃបានបន្តបើកការបាញ់ប្រហារចូលភ្នំខ្មោចនិងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅតំបន់ផ្សេងទៀតរួមមានតាថាវប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទព្រះវិហារប្រាសាទខ្នារវាលឥន្ទ្រីភ្នំខ្មោចគោល8បុកស្បូវជាំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកែវសិក្ខាគិរីស្វារៈនិងតំបន់មុំ3ដោយប្រើប្រាស់អាវុធនិងយុទ្ធភកបំផ្លិចបំផ្លាញធនធ្ងន់គ្រប់ប្រភេទរួមមានរថក្រោះកំភ្លើងធំប្រភេទ155មីលីម៉ែត្រកម្លាំងថ្មើរជើងកម្លាំង Sniper drone ទម្លាក់គ្រាប់បែកយន្តហោះទម្លាក់គ្រាប់បែកនិងបាញ់ផ្សែងពុលនៅទីតាំងផ្សេងទៀតមួយចំនួននៅព្រឹកថ្ងៃទី 9 ខែធ្នូឆ្នាំ 2025 នេះផងដែរសូមអនុញ្ញាតជម្រាបជូនថាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបើកកិច្ចប្រជុំជាបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន30អង្គទូតនិង3អង្គការអន្តរជាតិក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរដើម្បីធ្វើបទបង្ហាញអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5ក្រោយយោធាថៃបានបើកការបាញ់ប្រហារឈ្លានពានមកលើកម្ពុជាដែលសកម្មភាពនៃការរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃអស់រយៈពេល3ថ្ងៃមកហើយនេះគឺចាប់តាំងពីថ្ងៃទី 7 ខែធ្នូឆ្នាំ 2025 រហូតដល់ថ្ងៃនេះនៅក្នុងកិច្ចប្រជុំនេះឧត្តមសេនីយ៍ឯករដ្ឋតារារដ្ឋលេខាធិការក្រសួងការពារជាតិបានចូលរួមធ្វើបទបង្ហាញអំពីស្ថានភាពជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលកំពុងកើតឡើងនៅក្នុងការធ្វើបទបង្ហាញជូនអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាអង្គការសហប្រជាជាតិនិងតំណាងអង្គការអន្តរជាតិក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា CLG បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមស្ដាប់បទបង្ហាញខាងលើតាមរយៈប្រព័ន្ធ Zoom ផងដែរយោងតាមនាងខ្ញុំសូមអនុញ្ញាតជម្រាបជូនផងដែរថាយោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឲ្យដឹងថាការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិលចូលជ្រៅទៅក្នុងភូមិអ្នកស្រុកប្រមាណ28គីឡូម៉ែត្រនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដែលចាប់តាំងពីថ្ងៃទី28ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី9ខែធ្នូឆ្នាំ2025នេះគិតត្រឹមវេលាម៉ោង 6:00 នាទីព្រឹកនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន7នាក់បានបាត់បង់ជីវិតនិង20នាក់បានរងរបួសគួរឲ្យកត់សម្គាល់ផងដែរថានៅថ្ងៃទី9ខែធ្នូឆ្នាំ2025នេះសកម្មភាពដ៏កម្រោលរបស់យោធាថៃជាការបើកការបាញ់ប្រហារដែលមិនរើសគោលដៅចូលទៅទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅជាពិសេសទៅកាន់សាលារៀនរបស់កុមារនិងបានបំផ្លិចបំផ្លាញប្រាសាទប្រាសាទតាក្របីដែលជាទីសក្ការៈរបស់កម្ពុជាទង្វើដ៏សាហាវនេះបង្ហាញអំពីភាពអសិលធម៌ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងជាទីសក្ការៈមរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបានក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាទន្ទឹមនឹងនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់ឧត្តមប្រធានាធិបតីដូណាល់ត្រាំនិងឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមជាប្រធានបដូវវេនអាស៊ានសូមគូបញ្ជាក់ផងដែរថា
គិតមកដល់ម៉ោងនេះកងកម្លាំងរបស់កម្ពុជានឹងបន្តឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាចាសសូមអរគុណនាងខ្ញុំសូមបញ្ចប់ការធ្វើបច្ចុប្បន្នភាពនៅត្រឹមនេះនៅសភាពការផ្សេងៗទៀតនឹងខ្ញុំនឹងបញ្ជាក់ជូននាពេលក្រោយសូមអរគុណ